ហើយធម្មតាគេម្ចាស់ខ្សែក្បាត់គេមិនចង់ចាញ់ទេបាទអញ្ចឹងចាំមើលការប្រកួតបាទទឹកទី1ក៏បានបង្ហាញជូនដោយសក្ការីរបស់យើងបាទចាក្រមត្រៀមប្រំព្រឹត្តប្រកួតវាអាទាវគុនខ្មែរគូពិសេសទី2ទឹកទី1បាទអរគុណស្វាគមន៍មកកាន់ទឹកទី1បាទរយៈស្ដាំរបស់បង្គោលខៀវបាទឌីរិនបាទឈ្មោះគាត់ព្រោះតាបាទពូសរៀងបរទេសដែរណាលោកកណ្ដាប់ដៃស្ដាំរបស់គុំភៈបង្គោលក្រហមអ្នកកំពង់ធំមួយដៃឆ្វេងរបស់គុំភៈចាប់គូនេះក៏មានអ្នកកំពង់ធំមករុកទៀតដែរបាទរយៈស្ដាំរបស់ឌីរិនបង្គោលខៀវទាត់ឆ្វេងរបស់គុំភៈបង្គោលក្រហមទាត់ស្ដាំរបស់ឌីរិនអាយ៉ាបាទមានក្បាច់មានស្នៀតបាទម្យ៉ាងម្នាក់តាបាទចាប់ផ្ដើមនៅទឹកទី1នេះមួយដៃឆ្វេងអាយ៉ាកុសលចូលកណ្ដាប់ដៃ2បាទ3 4 5 6 7 8បន្តការប្រកួតបាទបន្តការប្រកួតចូលដៃរបស់គុំភៈធ្វើឲ្យឌីរិនរៀងសើដែរណាអូឌីរិនថាអត់ទេបាទខ្ញុំប្រហែលបន្តិចឥឡូវងើបមកវិញអត់អីទេតាំងអារម្មណ៍តាំងស្មារតីចង់អារម្មណ៍បាទទាត់ស្ដាំរបស់ឌីរិនទាត់ស្ដាំឲ្យក៏ដើរចូលមួយដៃឆ្វេងរបស់គុំភៈមួយដៃឆ្វេងគុំភៈឌីរិនរុញចេញបាទធាក់ស្ដាំពីឌីរិនដើរចូលទាត់កាត់ឆ្វេងពីឌីរិនដើរចូលណែទាត់ស្ដាំរបស់ឌីរិនបង្គោលខៀវធាក់ឆ្វេងរបស់គុំភៈបាទចំហបាទបែរហ្នឹងមួយយ៉ាងទៅតាបាទឌីរិនទាត់ស្ដាំរបស់ឌីរិនបង្គោលខៀវលោកកណ្ដាប់ដៃឆ្វេងស្ដាំរបស់គុំភៈបង្គោលក្រហមចាក់ជង្គង់មួយទៀតអត់អីទេឌីរិនដកបានដើរចូលវិញទាត់ឆ្វេងពីឌីរិនបាទទាត់ឆ្វេងហើយបាទទល់ដៃ1 2ដើរចូលមួយដៃឆ្វេងរបស់គុំភៈបាទគុំភៈជីយំចេញដៃច្រើនទាត់ស្ដាំរបស់ឌីរិនដើរចូលចាប់គ្រាចាក់ជង្គង់ពីគុំភៈបាទជង្គង់ទាញចាក់ជង្គង់សងពីឌីរិនជង្គង់សងដូចគ្នាជង្គង់មួយទៀតពីគុំភៈទាត់ឆ្វេងពីឌីរិនបង្គោលខៀវទាត់ស្ដាំរបស់គុំភៈមួយដៃឆ្វេងបាទសោកកណ្ដាប់ដៃឆ្វេងមកវិញរបស់ឌីរិនដើរចូលក៏បាទអត់អីទៅបន្តទៀតទាត់ស្ដាំពីឌីរិនបង្គោលខៀវមួយដៃឆ្វេងចាក់ជង្គង់សងពីឌីរិនធាក់ស្ដាំពីគុំភៈបាទសងភ្លាមដូចគ្នាបាទបដូរឲ្យឡងទាត់ស្ដាំរបស់ឌីរិនទាត់ស្ដាំមួយទៀតអូយបាទទាត់ណែណាកន្លែងនេះបាទទៅបន្តទៀតទាត់ស្ដាំអត់ចំគោលដៅដើរចូលពុកកែងស្ដាំរបស់គុំភៈទាត់ជួយពីគុំភៈមួយដៃស្ដាំរបស់ឌីរិនដេញតាមទាត់ស្ដាំពីឌីរិនមួយដៃជួយរបស់គុំភៈចាក់ជង្គង់ពីគុំភៈបាទទាញជង្គង់របស់ឌីរិនទាញចាក់ជង្គង់ពីគុំភៈជង្គង់របស់ឌីរិនតែជង្គង់សងដូចគ្នាបាទកែអាយ៉ាល្បូតទាត់ស្ដាំមកវិញបានរបស់គុំភៈធាក់ឆ្វេងពីគុំភៈបាទឌីរិនព្យាយាមផ្លាស់ប្ដូរឲ្យឡងអូបាទចាប់ទឹកទី1បាទចាប់ទឹកទី1ទស្សនិកជនបាទយើងទស្សនារូបភាពការពីទឹកទី1បាទសម្រាប់ការប្រកួតរបស់កីឡាករទាំងពីរនេះស្ទុះចូលទៅបាទគៀសដៃមិនតិចសិនបាទទាត់ស្ដាំលឹបរបស់កីឡាករបង្គោលខៀវបាទប៉ុន្តែចូលមកដៃរបស់កីឡាករវណ្ណាគុំភៈបង្គោលក្រហមបាទធាក់មួយបាទចូលណែនពេញដើមទ្រូងបាទប៉ុន្តែចាប់ជើងបានណែអីសីបោលលឿនឬក៏គៀសផ្ដួលបាទធ្វើឲ្យកីឡាករវណ្ណាគុំភៈដួលបាទស្ទុះចូលទៅត្រង់នេះបាទធាក់ទល់កាត់បាទពីកីឡាករបង្គោលខៀវឌីរិនបាទបដូរកែងគ្នាម្នាក់មួយចូលចាប់គ្រាបានបាទរុញគ្នាចេញបន្ទាប់តែពីរុញចេញមកចូលចាប់ផ្ទះជង្គង់បាទបដូរជង្គង់ម្នាក់មួយបាទចាក់ស្រួចតែម្ដងហើយចូលទៅជាបន្តទៀតបាទព្យាយាមស្រាក់ដៃខាងក្នុងបាទទាត់ឆ្វេងបាទហើយក៏រូបភាពបានបញ្ចប់ត្រឹមនេះយើងត្រៀមទស្សនាការប្រកួតដ៏ជក់ចិត្តជាបន្តទៀតបាទសម្រាប់កីឡាករទាំងពីរដែលធ្វើការប្រកួតក្នុងប្រភេទទម្ងន់51គីឡូក្រាមបាទនៅឯទឹកចេញក្រៅវាអាទាវគុនខ្មែរគូពិសេសទី2ទឹកទី2បាទយើងបន្តទស្សនាការប្រកួតគូពិសេសទី2ឈានចូលមកដល់ទឹកទី2បង្គោលក្រហមវណ្ណាគុំភៈប៉ះជាមួយនឹងកីឡាករបង្គោលខៀវបាទប៊ិតឌីរិនបាទបង្គោលក្រហមនេះថារៀងបាត់មុខមករយៈគាត់ត្រឡប់មកវិញហើយថាវិជាគុណរបស់គាត់ចាប់ដើមដល់រត់ដាស់បណ្ដាណាបាទម្ចាស់ខ្សែក្បាត់2វណ្ណាគុំភៈនេះអូយបាទចូលជាបន្តទៀតអាយ៉ាឌីរិននេះថារៀងដើមទឹករៀងចង់យ៉ាប់បាទ
ប៉ុន្តែដល់ពេលចុងទឹកនេះគេថាគាត់ចង្វាក់គាត់ទាត់ស្អាតដូចបរាទាត់ដូចឌីម៉ាអញ្ចឹងគេថាគាត់ចេះញាក់បាត់ចេះបោះមកជំរាបតែមុនណាបាទមាត់ដៃឆ្វេងរបស់វណ្ណាគុំភៈបាទវណ្ណាគុំភៈព្យាយាមគ្របបាទកែងខ្លីចូលចាប់អោបចង្កេះចូលរបស់ឌីរិនបាទកែងរុះខ្លីបាទឌីរិនពងតាព្យាយាមយកដៃតូលទៅសិនបាទលោកគ្រូសាយបូកាបន្តការប្រកួតបាទទាត់របស់ឌីរិនបាទជង្គង់របស់វណ្ណាគុំភៈអាយ៉ាបាទរៀងវែងតិចអូដល់ក្រោកឡើងមកវិញធាក់ទល់មួយបាទវណ្ណាគុំភៈបាទម្ចាស់ខ្សែក្រវ៉ាត់វីអេទីវក៏ដូចជាម្ចាស់ខ្សែក្រវ៉ាត់បាទវត្តសន្ទុកក្រៅអើយបាទចូលមកជើងឲ្យមាញ់បាទដោយសារតែប្រយ័ត្នដៃបាទកីឡាករប៊ីឌីរិនបាទយើងឃើញថាទឹកទី1បាទត្បិតថាបកគោគីរាប់ដល់ពេលទឹករៀងចុងទឹកក៏ធ្វើបានល្អប៉ុន្តែទឹកទី2នេះគឺมันអាចតស៊ូបានទេបាទកីឡាករវណ្ណាគុំភៈបាទគឺផ្ដាច់តែម្ដងបាទអញ្ចឹងលោកអញ្ញាកដាលបាទគ្រាន់តែឃើញបាទជាមួយនឹងសភាពការហ្នឹងគឺលោកសម្រេចបញ្ចប់ការប្រកួតត្រឹមនេះតែម្ដងបាទនេះបាទវត្តតែមានបាទពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនកំពុងតែជក់ចិត្តជាមួយនឹងការបដូរគ្នាបាញ់មិញផងបាទសិតតែថាបាញ់មិញថាសិតតែអ្នកហ្វេនឬអ្នកគ្រប់គ្រងស្ម័គ្រស្មោះជាមួយនឹងគុណខ្មែរបាទយើងទស្សនារូបភាពបាទកណ្ដាប់ដៃស្ដាំរបស់វណ្ណាគុំភៈបាទតែនេះបង្ហើមកជើងនេះមកបាទចូលគោលកកអូសដល់ធ្ងៀមបាទលោកអញ្ញាកដាលក៏បញ្ចប់ការប្រកួតដែរយើងមើលថាធាក់ទល់មួយសិនបាទកណ្ដាប់ដៃឆ្វេងរៀងវែងតិចមកជើងស្ដាំនេះបង្ហើយគេថា2ស្នៀត2ផ្លែជាប់គ្នារបស់បាទវណ្ណាគុំភៈបាទយើងទស្សនារូបភាពម្ដងហើយម្ដងទៀតបាទចំណុចដែលតែវាចំគោលដៅបានល្អណែមកជើងឆ្វេងត្រង់នេះអូយបាទដោយសារតែគាត់ចូលកណ្ដាប់ដៃនឹងរៀងទាញបន្តិចតាំងតែពីចូលដៃបាទចូលមកជើងនេះគេថារៀបរយត្រឹមនឹងតែម្ដងបាទយើងទស្សនាម្ដងទៀតអូយបាទទាត់ស្ដាំរលាស់បាទកាប់ចកេះបត់ចកេះស្អាតពីវណ្ណាគុំភៈបាទចឹងចូលរួមសោកស្ដាយសម្រាប់កីឡាករប៊ិតឌីរិនបាទហើយអបអរសាទរសម្រាប់វណ្ណាគុំភៈចឹងណាប្រកួតភារៈជូនបាទគណៈកម្មការបច្ចេកទេសដើម្បីប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណកីឡាករបង្គោលក្រហមវណ្ណាគុំភៈឈ្នះកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវសន្លប់នៅក្នុងទឹកទី2